Good morning ហើយសួស្តីអ្នកទាំងអស់គ្នាសូមមកកាន់ប្លុកទៅលេងកោះរងជាមួយខ្ញុំទាំងអស់គ្នាហើយប្លុកនេះចូលមកគឺនៅកន្លែងពេលដែលពួកខ្ញុំជី speedboat ទៅមកដោយសារតខ្ញុំអត់បានថតមុនហ្នឹងទេអញ្ចឹងសម្រាប់ការជី speedboat នេះវិញអត់អីទេស្រួលជីអត់ពលលោកអត់ពលអីទេគ្រាន់តែថាមនុស្សរៀងច្រើនអញ្ចឹងពួកខ្ញុំទៅគ្នារៀងច្រើនដែរអញ្ចឹងយើងអត់អង្គុយបានអង្គុយចិត្តគ្នាយើងអង្គុយបែកគ្នាហើយទាំងអស់គ្នាសម្រាប់ការជី speedboat វិញមានរយៈពេល45នាទីហើយខ្ញុំគិតថាអានេះគឺជាជំរើសដ៏ល្អបំផុតសម្រាប់អ្នកដែលគាត់ពលលោកឬក៏ពលជាមួយនឹងទូកអីដោយសារតែវាជីអត់លឿនបុកទឹកបុកអីខ្លាំងទេគឺជីធម្មតាហើយបន្តភ្លាមគឺអីដែលធ្វើមុនគេគឺយើងញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងគ្រឿងសមុទ្រដែលយើងបានកំងឲ្យគេធ្វើតាំងពីនៅកំពង់សោមមកហើយបន្តមកទៀតអ្នកទាំងអស់គ្នាកុំឲ្យខាត outfit ថ្ងៃទី1នៅពេលជិះមកអញ្ចឹងក៏ចេញមកលេងនៅខាងក្រៅបន្តិចទៅនិយាយទៅសម្រាប់អ្នកគេខ្ញុំអត់ដឹងណាគឺគេខ្លាចខ្មៅគេខ្លាចអីគេអត់លេងប៉ុន្តែខ្ញុំក៏ខ្លាចខ្មៅដូចគ្នាដែរហើយខ្ញុំទៅធ្វើសមុទ្រហើយគឺខ្ញុំខ្មៅជាប់ហ្មងប៉ុន្តែខ្ញុំនៅតែរឹងដោយសារតែខ្ញុំចង់ចេញមកលេងជាមួយនឹងក្តាមនេះខ្ញុំអត់ដឹងថៃទេខ្ញុំចូលចិត្តលេងមួយក្តាមនៅសមុទ្រខ្លាំងហ្មងអ្នកទាំងអស់គ្នាខ្ញុំអត់កុហកណាទាំងអស់គ្នាមើលបានខ្ញុំលេងតាំងពីខ្ញុំអត់ទាន់ដូរក្អាដូចខ្ញុំដូរក្អាហើយខ្ញុំនៅតែលេងជាមួយនឹងក្តាមនឹងទៀតហើយទាំងអស់គ្នាជួយប្រាប់ខ្ញុំបានអាច comment នៅក្នុងវីដេអូហ្នឹងថាពេលទាំងអស់គ្នាទៅលេងកោះទាំងអស់គ្នាចូលចិត្តធ្វើអីគេដោយសារតែខ្ញុំជាមនុស្សអត់សូវទៅលេងកោះទេនេះអាចបានថានិយាយបានថាលើកដំបូងហ្មងតែខ្ញុំទៅលេងនៅកោះទៅលេងគេងដូចជាកោះរងខ្ញុំធ្លាប់ទៅកាលពីគេអត់អភិវឌ្ឍអីយើងគ្រាន់តែទៅមើលហើយមកវិញអត់បានគេងទេអញ្ចឹងនិយាយទៅខ្ញុំអត់មានបទពិសោធន៍ទៅលេងកោះទេហើយជាទូទៅពេលតែទៅលេងសមុទ្រថ្ងៃឡើងអញ្ចឹងខ្ញុំអត់ដឹងគេលេងទេព្រោះថ្ងៃឡើងយើងលេងទឹកក៏មិនទាន់បានដែរវាក្តៅខ្លាំងពេកនិយាយទៅគឺពេលតតែរៀងល្ងាចតិចបានយើងលេងទឹកអញ្ចឹងតើពេលថ្ងៃទាំងអស់គ្នាចូលចិត្តធ្វើអីគេហើយសម្រាប់ខ្ញុំវិញបើខ្ញុំវិញខ្ញុំ observe មើលជនជាតិគេដែលគេមកគឺខ្ញុំឃើញថ្ងៃឡើងនោះគឺគេពេញនិយម activity ពេញហ្នឹងតែម្ដងគឺមានលេងចៅទូកចាយអីចាយ not ទូកច្បាស់ដែរចាយទូកលេងអីអញ្ចឹងហើយភាគច្រើនកាលពីហ្នឹងគឺគេអាំងថ្ងៃអានសភៅផឹកទឹកដូងអីអញ្ចឹងហើយខ្ញុំពុនអាចច្បាស់ដែរថាតើនៅសមុទ្រពេលថ្ងៃយើងគួរតែគេសុបាយណោះហើយមួយទៀតទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នារៀប comment ថាឲ្យថតរូបលេងអូខេខ្ញុំទទួលយកបានប៉ុន្តែសម្រាប់ខ្ញុំថតរូបយ៉ាងច្រើនណាស់អស់ហើយ10សន្លឹកខ្ញុំថតបានតែបន្តិចហើយគឺខ្ញុំឈប់ថតទេខ្ញុំអត់ចូលចិត្តថតយូរទេព្រោះខ្ញុំសម្រាប់ខ្ញុំនៅសមុទ្រខ្ញុំអត់ដឹងថាថតអីទៀតក្រៅពីប្លង់មួយទឹកសមុទ្រឬក៏មកពីខ្ញុំអត់ចេះថតរូបអ្នកទាំងអស់គ្នាមែនតែខ្ញុំណាសូម្បីតែមិត្តភក្តិដែលមកជាមួយគ្នាទាំងអស់គ្នាហ្នឹងគឺអត់មានពីណាគេធ្វើអីទេគឺថ្ងៃឡើងថតរូបចូលសម្រាប់រៀបចំខ្លួនរ៉ាហើយល្ងាចឡើងល្ងាចយប់ហ្នឹងហើយបងយើងទៅចេញក្រៅដើរមើលអីហើយចាប់ដើមរកអីញ៉ាំអញ្ចឹងយើងក៏សម្រាប់ចិត្តថាមកញ៉ាំអីនៅ Wonder អញ្ចឹងយើង order កំងម្ហូបកំងអីហើយពួកខ្ញុំទិញ cocktail អីញ៉ាំលេងតិចតួចដែរអញ្ចឹងតែពួកយើងអត់ heavily on alcohol ទេបន្តមកទៀតហ្នឹងទាំងអស់គ្នាអូកន្លែងនេះហ្នឹងខ្ញុំexcited មែនតើណាដោយសារតែកន្លែងនៅ Wonder ហ្នឹងគេមាន fire show ដូចយើងទៅស្រុកក្រៅឲ្យធ្លាប់ឃើញគេធ្វើអញ្ចឹងតែនៅនេះប្រជាជនខ្មែរយើងគាត់អ្នកធ្វើហើយមុនពេលដែល fire show ហ្នឹងចាប់ផ្ដើមគឺគេឲ្យអ្នកចូលអ្នកភ្ញៀវទាំងអស់ឲ្យជួយក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិខ្មែរហើយកន្លែងហ្នឹងខ្ញុំ emotional តិចតួចដែរដោយសារខ្ញុំឃើញជនជាតិគេហ្នឹងមានអ្នកខ្លះក៏គាត់ងើបដែរអញ្ចឹងអ្នកខ្លះក៏គេអត់ងើបអញ្ចឹងតែយើងប្រាប់ដែរគេបានស្ដាប់ឮបទយើងអីអញ្ចឹងហើយពេលដែលចាប់ផ្ដើមហ្នឹងមុនពេលចាប់ផ្ដើមហ្នឹងគេណែនាំថាអ្នកសម្ដែងហ្នឹងគាត់ជាតួនាទីអីគេមកពីណាអញ្ចឹងហើយជាក់ស្ដែងទៅទាំងអស់គ្នា show នៅ Wonder ហ្នឹងខ្ញុំមើលគឺល្អមើលជាង show នៅស្រុកក្រៅឆ្ងាយហើយឯដែលសំខាន់ហ្នឹងដូចជា professional fire show ហ្មងដូចជាតែម្នាក់ឯងដែលគាត់ជាអ្នក lead អញ្ចឹងតែក្រៅពីហ្នឹងសុទ្ធតែជាបុគ្គលិក part time ឬក៏អ្នកធ្វើការនៅកន្លែង Wonder ហ្នឹងទាំងអស់គ្នាប៉ុន្តែគេធ្វើបានហើយ show ហ្នឹងល្អមើលមែនតើហើយពេលដែលយើងមើលចប់ហើយហ្នឹងយប់ហ្នឹងក៏មានអីទៀតដែរក៏ដើរទៅវិញជាតាមមាត់សមុទ្រដើរថតរូបបណ្ដោយអញ្ចឹងហើយ plan យើងសម្រាប់ថ្ងៃស្អែកហ្នឹងគឺយើងមាន2ដោយសារតែយើងមកហ្នឹងខែភ្លៀងដែរអញ្ចឹងទី1បើសិនជាមេឃភ្លៀងយើងជួលម៉ូតូជិះលេងតាមកោះតែបើសិនជាមេឃអត់ភ្លៀងទេយើងចង់ជួលទូកជិះស្ទូចត្រីអញ្ចឹងទៅមើលទាំងអស់គ្នាថាថ្ងៃស្អែកពួកខ្ញុំបានធ្វើអីគេវិញដោយការគិតអត់ខុសទេទាំងអស់គ្នាថ្ងៃនេះគឺមេឃភ្លៀងអញ្ចឹងពួកយើងអត់បានជិះទូកស្ទូចត្រីទេគឺយើងសម្រាប់ចិត្តថាជួលម៉ូតូជិះដើរលេងជុំវិញកោះក្រុងនឹងទាំងអស់ដើរលេងហ្នឹងក៏រៀងរោបដាក់ឲ្យទាំងអស់គ្នាដោយសារតែភ្លៀងផងអីផងអញ្ចឹងជិះទៅទាំងភ្លៀងជិះទៅទាំងមេឃពិបាកផងអីផងតែមួយទៀតហ្នឹងអាកាសធាតុនៅលើកោះគឺមកដូចសុកភ្លៀងសុកបាត់សុកភ្លៀងសុកបាត់ហ្នឹងអញ្ចឹងទូទៅកៅអៅខ្ញុំគិតថាសម្រាប់ការស្លៀកពាក់កៅអៅគួរស្លៀកពាក់កៅអៅណាដែលត្រូវទឹកបានហ្មងទាំងអស់គ្នានេះទាំងអស់គ្នាពួកខ្ញុំចាប់ដើមជិះពីមួយកន្លែងទៅមួយកន្លែងជិះពីឆ្នេរមួយទៅឆ្នេរមួយហើយសម្រាប់ខ្ញុំវិញការជិះម៉ូតូ explore កោះហ្នឹងវាសប្បាយវាស្អាតទៅកន្លែងមួយហ្នឹងគឺវាសប្បាយតែសម្រាប់ខ្ញុំវាមួយយ៉ាងទៀតហ្នឹងខ្ញុំមានអារម្មណ៍ថាកន្លែងពីកន្លែងមួយទៅកន្លែងមួយគឺឆ្ងាយគ្នាមែនតើហ្មងឬក៏មកពីពួកខ្ញុំអត់ស្គាល់តំបន់ភូមិសាស្ត្រហ្នឹងទៅខ្ញុំមានអារម្មណ៍ថាពួកខ្ញុំជិះទៅវិញទៅមកហើយពីមួយកន្លែងទៅមួយកន្លែងជិះយូរមែនតើទាំងអស់គ្នាជិះបកចុះបកឡើងអញ្ចឹងពេលខ្លះមានអារម្មណ៍ថាវាដូចជារៀងហត់ដែរអញ្ចឹងមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាមកកន្លះថ្ងៃពេញហ្នឹងគឺជិះចុះជិះឡើងទៅមើលកន្លែងនេះមួយកន្លែងនោះមួយទៅមើលបានច្រើនឆ្នេរដែរហើយឆ្នេរខ្លះក៏មានមនុស្សឆ្នេរ
អីខ្លះក៏ស្ងាត់ជ្រាបអញ្ចឹងទៅយើងចេះតែដើរមើលអត់ដឹងថាគេលេងអីមានអីលេងអញ្ចឹងក្រៅពីដើរមើលចុះឡើងថតរូបថតវីដេអូហើយចុងក្រោយហ្នឹងក៏សម័យចិត្តថាទៅរកដើមឈើដែលកំពុងតែ trend នៅក្នុង TikTok និងហើយនឹង Facebook ដែលគេហៅថាដើមឈើឯកាយទាំងអស់គ្នាខ្ញុំអត់ដឹងទេចាំមើលយ៉ាងពេញខ្ញុំខ្ញុំឆែកមើលម្ដងទៀតហើយយេទីបំផុតក៏ទៅដល់ហើយទាំងអស់គ្នាហើយដូចការគិតអត់ខុសមែនគឺមនុស្សច្រើនទាំងខ្លាំងតែដោយសារតែពេលពួកខ្ញុំទៅដល់ហ្នឹងគឺមេឃយើងចង់ភ្លៀងអញ្ចឹងមនុស្សគាត់នៅថតសិនហើយពួកខ្ញុំនិយាយគ្នាហើយថាកាយពួកខ្ញុំត្រូវទឹកបានហើយតែពួកគាត់តិចទៀតទៅភ្លៀងគឺពួកគាត់ឡើងហើយអញ្ចឹងដោយការគិតមែនទាំងអស់គ្នាអញ្ចឹងគាត់ទៅភ្លៀងពប់គឺមនុស្សគេហូបចេញអស់ហ្មងអញ្ចឹងពួកខ្ញុំបានថតតែពេលភ្លៀងនឹងទេអត់មានទៅសភាព sunset អីណាដូចគេផុសនឹងទេទាំងអស់គ្នាហើយក៏មកដល់យប់ឡើងទៅយើងក៏ទៅរកកន្លែងញ៉ាំទៀតហើយតែអីដែលសំខាន់ហ្នឹងគឺពួកយើងត្រូវសម្រាប់ចិត្តថាយើងទៅញ៉ាំអីក្រៅឬក៏ញ៉ាំអីចិត្តហ្នឹងព្រោះបើមិនជាទៅញ៉ាំអីក្រៅយើងនឹងត្រូវជិះម៉ូតូហើយផ្លូវនៅលើកោះហ្នឹងកន្លែងយើងត្រូវទៅហ្នឹងគឺពិបាកជិះណាស់ទាំងអស់គ្នាហើយជាពិសេសពេលយប់ទៀតតែពួកយើងក៏សម្រាប់ចិត្តថាដោយសារថ្ងៃចុងក្រោយហើយយើងគេងបានតែពីយប់ហ្នឹងទេអញ្ចឹងយប់ហ្នឹងហើយចង់ទៅញ៉ាំអីក្រៅអញ្ចឹងចង់ហៅកូនសមុទ្រចង់ហៅអីតែអត់ចង់ញ៉ាំនៅក្នុងហ្នឹងទេហើយមែនដោយការគិតមែនទាំងអស់គ្នាគឺផ្លូវពិបាកជិះណាស់ហើយចាប់ពីពេលហ្នឹងទៅគឺខ្ញុំអត់មាន footage ថតទេគ្រាន់តែថតពេលផ្លូវហ្នឹងហើយទៅដល់គឺស្លេកប៉ុមតែហ្មងអ្នកទាំងអស់គ្នាលេងថតលេងអីទាំងអស់អញ្ចឹងយើងអត់មានអីទេក្រៅពីញ៉ាំអីដើរមើលនេះដើរមើលនោះហើយក៏យើងត្រឡប់មកកន្លែងគេងវិញអញ្ចឹងណាទាំងអស់គ្នា vlog ហ្នឹងគឺមានតែប៉ុណ្្នឹងទេសាបយកតែមែនតែហ្មងដោយសារតែលើកដំបូងទៅលេងកោះហើយអត់មាន expect ថាខ្លួនឯងចង់ថត vlog អីទេអញ្ចឹងថតក៏មិនសូវបានថតច្រើនហើយនិយាយទៅអត់មានអីដាក់ទេអញ្ចឹងសង្ឃឹមថាលើកក្រោយនឹងព្យាយាមថតអីប្លែកលើពីនឹងឲ្យទាំងអស់គ្នាមើលទៀតអញ្ចឹងណាអញ្ចឹង vlog នេះមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នា thank you bye bye see you in the next video